សួស្តីបងប្អូនទាំងអស់គ្នានៅខាងមុខនាងខ្ញុំនេះគឺនាងខ្ញុំធ្វើការរៀបជាមួយនឹងឈុតផលិតផលនិងឈុតសម្ភារៈជូនទៅដល់បងស្រីដែលគាត់នៅស្វាយរៀងគឺគាត់ត្រៀមជាមួយនឹងការបើកហាងបោកអ៊ុតថ្មីណាបងប្អូនហើយឈុតនៅខាងមុខនាងខ្ញុំនេះគឺជាការរៀបចំឈុតផលិតផលខ្នាតមធ្យមជូនទៅដល់បងស្រីគឺមិនមែនមានតែផលិតផលទេណាបងប្អូនគឺយើងមានជាមួយនឹងការលក់ទាំងសម្ភារៈបោកអ៊ុតមួយកំប្លែតែម្ដងអញ្ចឹងបងប្អូនលែងពិបាកនៅក្នុងការដើររកទិញផលិតផលក៏ដូចជាសម្ភារៈនៅក្នុងការបើកហាងទៀតហើយហាងយើងខ្ញុំគឺមានលក់ទាំងផលិតផលមានលក់ទាំងសម្ភារៈអញ្ចឹងបងប្អូនទាំងអស់គ្នាទៅទស្សនាណាថាតើនេះខ្ញុំរៀបចំឈុតផលិតផលអ្វីខ្លះជូនទៅដល់អតិថិជនតើបងប្អូនរៀបចំជូនបងស្រីមានកន្ត្រកក្រហមដាក់ខោអាវ10មានក្តារបោក1មានជាមួយនឹងសាប៊ូយក្សាគ្រីមទឹកក្រអូបយក្សាគ្រីមសាប៊ូម្សៅហេម៉ាទឹកថ្នាំបោកហូរផាមួងសមិចឃ្លាមានជាមួយនឹងស្ប្រៃបាញ់ហូរផាមួងទឹកថ្នាំបោកអាវធំទឹកថ្នាំអ៊ុតផាមួងនៅខាងក្រោយទឹកថ្នាំកម្ចាត់ប៊ិចទឹកថ្នាំកម្ចាត់ច្រេះទឹកលាងម៉ាស៊ីន Modern Oil Gel កម្ចាត់ប្រេងទឹកអប់យ៉ាកូទឹកអប់យ៉ាសាថៃមានជាមួយនឹងចាអំបោះចងខោអាវមួយមានជាមួយនឹងច្រាសមានជាមួយនឹងសម្រាប់កប់មានជាមួយនឹងអំបោះចងខោអាវកន្ត្រៃច្រាប់តូចគឺមានជាមួយនឹងច្រាសតុនតុនបោកហូរផាមួងមានចិញ្ជីងមានតំណប់មានបាតឆ្នាំងអ៊ុតចំហាយយក្សាមួយមានតុអ៊ុតដៃអាវមួយមានឆ្នាំងអ៊ុតធម្មតាមួយចំណែកខាងមុខបងប្អូនគឺមានជាមួយនឹងចានដៃបោកអាវធំធំចំនួន4ជាមួយនឹងកៅអីអង្គុយបោកមួយនិងមានជាមួយនឹងតុអ៊ុតយក្សារហូតដល់2សម្រាប់នៅក្នុងប្រអប់នេះគឺតុអ៊ុតគឺនាងខ្ញុំធ្វើការរៀបចំដាក់ជូនបងស្រី2តែម្ដងដោយសារគាត់នៅខេត្តកុំឲ្យធំពេកបងប្អូនឲ្យគាត់ងាយស្រួលនៅក្នុងការដឹកអញ្ចឹងណាដូច្នេះបងប្អូនទាំងអស់គ្នាដែលគាត់បើកជាមួយនឹងអាជីវកម្មបោកអ៊ុតជាពិសេសបងប្អូនដែលគាត់បើកថ្មីបងប្អូនអស់បារម្ភទៀតហើយហាងយក្សាបោកអ៊ុតបណ្ឌិតភ្នំពេញមានជាមួយនឹងការទទួលរៀបចំនៅផលិតផលយក្សាជូនទៅដល់អតិថិជនបើកហាងថ្មីខ្នាតតូចខ្នាតមធ្យមនិងខ្នាតធំតម្លៃពិសេសជាមួយនឹងចាសម្ភារៈផ្សេងក្នុងការបើកហាងបោកអ៊ុតថ្មីគឺមានទាំងអស់តែម្ដងបងប្អូនមិនថាចិញ្ចៀនឆ្នាំងអ៊ុតតុអ៊ុតឬក៏ចានដែកឬក៏ស្នូកអាវឬក៏ស្មាអាវគឺមានទាំងអស់បងប្អូនសម្រាប់សម្ភារៈគឺមិនមែនមានតែប៉ុណ្្នឹងទេណាបងប្អូននិយាយទៅមកប្រសេសនៃការបោកអ៊ុតណាបងប្អូនត្រូវការកំឡុងសម្ភារៈផ្សេងបងប្អូនចាំបាច់ហត់ដើរទិញហត់កាប់ផ្សេងអាចធ្វើការកំឡុងស្រាប់ពីពេកយក្សាបោកអ៊ុតបណ្ឌិតភ្នំពេញបានធានាទាំងតម្លៃធានាទាំងគុណភាពធានាទាំងសេវាកម្មជូនអតិថិជនគ្រប់ផលិតផលមិនល្អមិនយកលុយអតិថិជនជាដាច់ខាតអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រណា